broken wall វ៉ាវ ចុះម្ល៉េះសឹងតែថាទាយពេលខ្លះ load a random map ហ្នឹងដឹងសើវាឆ្លងទៅណាទេថាបាទ លក្ខណៈកត់សម្គាល់អីបង វ៉ាវ បាទ Angela បើក Lancelot ក៏បើក Hero ដែល counter Lancelot ដូចជា CC និងកាលាបើកទាំងអស់ បាទ តា Lancelot នេះធំដែរទេខណៈពេលដែលមិនទាន់មានការ ban ចតុលរបស់ Lancelot ស្បីតែ Hero ណង បាទតែឡើង first speed របស់ Cat គាត់អូត្រូវចាំមួយសៀបយូមានតម្រងលេងមួយបើសិនជា enemy ហ៊ានតែ pick Jungler ជា Hero ដែលបើកមុខហើយ Jungler ហ្នឹងគឺជា Hero ដែលត្រូវបើកមុខគាត់មានតម្រងមួយវាយឲ្យបាក់ Lane Jungler ហ្នឹង early យកមកបើថ្ងៃដែលបាត់0អមែនថ្ងៃបាត់0ថ្ងៃវាយកន្លះទេបាទវាយ Lane Jungler យកមកបាទ Lazy មើលតម្រងមួយនេះនឹងការឡើងទៀតដែរតែនោះវ៉ាវ Ben Esme Angela Ben Esme ឲ្យ Angela ធំ បាទ ឥឡូវគេអត់ ban Angela តើគាត់ហ៊ាន ban Angela វិញអត់បើគាត់អត់ ban តើគេហ៊ានលេងអត់នៅពេលដែលគាត់ comment Esme ឲ្យទៀត បាទ ហើយប្រងដែរលេង Angela បានវិញបាទ So Angela Lancelot CC កលា4 hero ដែលត្រូវត្រាំគ្នា តែនៅបើសិនជាហ្គេមនេះវគ្គ Rocket Ball អញ្ចឹងមានអារម្មណ៍ថាជាមួយនឹង Hero Chip ក៏ចំណេញច្រើន Give me first pick វ៉ាវវ៉ាវគេមីធ្វើឲ្យ enemy អត់ចង់ប្រើ Lancelot ថា បាទ ព្រោះវាចូលចាប់ Lancelot បានតាមកម្រិតមួយណាបើ Lancelot ស៊ីងមក តែក្រក់សល់ បាទវ៉ាវចតុល Lancelot ទៅ2 hero ទៀត CC និងកាលាតែ Lancelot នេះនឹង pick ពី detective ដែរទេ បាទ No Hansi និង Time Go ថ្លឹងមកជាមួយនឹងតារាមួយនេះ បាទចាំមើលនៅសល់ Lancelot ដែរចង់លេងជាមួយនឹង Assassin អត់សម្រាប់ខាង CU Gaming បើសិនជាអត់ទេចង់បានជាមួយនឹងប្រភេទ Control Objective គឺនៅសល់ជាមួយនឹង Fetrin ដែរបាទព្រោះដោយសារបាស៊ីធ្វើការ ban ហើយចេញពី Cat God បាទបើសិនជាយកទៅលើ It is mine Lancelot to banish all darkness. តែសឡករែងចា This land is our homeland, and it will soon be a burial ថាពីតែ ground. ធំវានៅឡៃនេះ ចំឡាពូ Goland ចាំមើលសិនមើល អត់តនឹងដែរ បាទអត់ទាន់ច្បាស់ទេបាទណាមួយឡាពូ អាលី មើល អាលីអាចចេញ បើស៊ីងបើយើងនិយាយទៅដូចជាអត់ទាន់បានលេងឡាពូ Gold នៅទេធ្លាប់លេងតែឈូបាទ បាទ Let's see តែថ្ងៃដែលគាត់ចង់លេងឈូហ្នឹងដោយសារមកពីគេ ban និង Esmeralda ដែរ បាទ វាត្រូវចាញ់អាពីរហ្នឹងមុនដល់ឈូតែដល់ពេលគេ ban ចូលភ្លក់មើលមកគ្នាដល់ចុំមិនគេដឹងត្រាយើង ដោយសារដល់ពេលហ្នឹងមានការ post status មួយថា ban អូទៅ អត់ដែរមានតន់ណាមានតន់ អត់ទេដល់ពេលវាយមុន អូមកដល់នេះមកឲ្យជូនតាមបំណងពោតាគួបាទ បាទ cheap បាទ map Dangerous Grass Broken Wall បាទ map Broken Wall បាទចាំមើលអាចនឹងធ្វើការលេងសំជាមួយនឹងត្រាស់នៅក្នុង chip អត់ បាទដែលនិយាយសិន chip ហ្នឹងមិនយកពេល enemy មាន Angela បាទ អញ្ចឹងបើសិនជាសៀបយូរយក Angela តើរូបភាពអាចដូចថ្ងៃវ៉ាឡាអត់ឈរតុបផ្ទះយិនស៊ីនបើកប៉ណេតព្រះ chip flick ចូលកណ្ដាលមុខបើក portal គេវាយ Angela បង្ងាប់យកមីនាងនឹងបុកផ្ទះមក ណាំ បាទតែខ្ញុំគិតថាប្រហែលជាអត់ចូលទេមើលព្រោះដោយសារ hero គាត់ឥឡូវឡាពូ Lancelot តែ midland អត់តចាញ់ណាព្រោះ Angela ដើម mid អូមួយ100% prediction ពីខ្ញុំគឺខ្ញុំជឿថា pro នឹងអត់ ban Angela បាទ គាត់នឹងទុកឲ្យគេយកតែប្រកែកយកអត់ទៅ បាទអត់យកអត់ តែគាត់អត់ ban បាទខ្ញុំជឿថាបើសិនជាចង់ ban គួរតែ ban ទៅលើផាសា ban ទៅលើផាសា ban ទៅលើអីវិញបើសិនជា pro ចង់បិទទៅលើ mid lane ណាបាទ ban Ruby Gold បងព្រោះត្រាស់ហ្នឹងពេលហ្នឹងគឺគេលេងមាន Ruby Gold មកទៀតអូចាំគាត់ចាំត្រាស់ហ្នឹងអស់គាត់អត់ pick Angela ទេសៀវយូដឹងត្រាស់ហ្នឹងអស់បាទព្រោះពេលដែលត្រាស់ហ្នឹងគឺ hero អញ្ចឹងហើយមាន Ruby Gold មកទៀតហើយនៅពេលដែលយើងមក portal ហ្នឹង Ruby មានទូនទីមួយ Ruby Gold ហ្នឹងគាត់អត់មក portal ដែរគាត់ខាត់ enemy កុំឲ្យធ្វើ3ទី1កុំឲ្យ enemy ដើរទៅផ្ទះទី2កុំឲ្យ enemy recall ទៅផ្ទះទី3កុំឲ្យ enemy មកចូល portal គាត់ បាទ អា game ហ្នឹងគឺគេធ្វើអញ្ចឹង យ៉ា បាទឥឡូវអូគេដឹងមកដែរអញ្ចឹងគេ pick Angela ទេបាទគេដឹងត្រាស់ដែរត្រាស់លេងម្ដងហើយអរគុណប៉ាឡាបានជន់មីនឲ្យអរេត្រាស់នេះបាត់ដឹងអាស្លូតទី3មិនចេញ Angela មកធ្ងន់អ៊ូ ណាំ បែរ Elix ចាបាទ Will it grant immortality or ហ្គេមសោ goal Moscow បែប តែ Moscow ដូចអត់អី បាទ Moscow ខ្ញុំគិតថាដូចជាអត់អីដែរ បាទព្រោះដោយសារតែមាន chip អញ្ចឹង Moscow ហានិភ័យធំ បាទខ្ញុំគិតថា Felix ត្រូវយក CC ដោយគ្មានមូលហេតុព្រោះដោយសារដើម្បីកុំឲ្យគេយកព្រោះបើគេយកគេស្រួលចាប់ Lancelot គាត់បាទឈប់ ឥឡូវគាត់មាន mid lane ណាក៏ចង់ ban mid lane គេអត់ តែ game នេះ ban លុនណៃបាទ ban លុនណៃវិញ CC នេះអាចនឹងភ្លេចមកចេញពី CFU ព្រោះដោយសារតែទីមួយវាជា front line ត្រាស់ពួកគាត់អត់ទាន់មាន hero ដែលតែបើចឹងតើយកឡាពូ goal អត់ទេខ្ញុំគិតថា CC goal បានដែរ ខ្ញុំគិតថា CC មែន បាទ CC
CC goal ក៏បានលពូ goal ក៏បានបាទ បាទ ព្រោះដោយសារឥឡូវ CC គេតែគេអត់ទាន់ដឹងថា goal lane ស៊ីង បាទខាងនេះអីគេដែរខ្ញុំជឿថាគួរតែយក mid lane មុនបើសិនជាគាត់ចង់មានកម្រងយក double fighter បាទ បាទព្រោះដោយសារគាត់អត់ទាន់ដឹងថាmarksman របស់ខាង pro អីគេអញ្ចឹងយក mid lane មុនមកស្រួលព្រោះដោយសារគេដឹងគេ mid lane គីមីអីបាទភាសា Payback time is ticking. អាចទប់ surprise ដូចបងសែនតោបាន បាទ សិនដែរ ព្រោះដោយសារឥឡូវបច្ចុប្បន្នកាល pro គេអត់ទាន់មានជាមួយនឹង goal lane បាទ បាទអញ្ចឹងអត់អាចតន់យក CC មកទេតែគាត់អាចចាំមើលខាង pro គេអាចនឹងយក CC ទៅកាក់វិញអត់ ងាកមក Felix បើសិនចេញបើខ្សាច់ក៏សាហៀដា for វាតែបើចេញរកខោក៏ស្អាតឡត់ សកលូទៀត អាឡុតអស់ហើយបង អូអាឡត់ អ បែ ត់ មែន អត់ហើយបាទ អូអាឡត់បែតាំង early ហ្នឹងហើយ បាទ នោះកលូសា នៅសកលូស Uranus បាទកលូ Uranus បាទចំណែក Golan ទីមើលគូ Zen យក Marksman លេងឬក៏យក Fighter លេងទៀតបើ Fighter លេងទៀតសបបែនបាទ CC បាទយក CC ពី Hero ដែលបង Seto មិនចង់ឃើញ Felix លេង Yes sir ឥឡូវនេះមក តែកំតចាំមើលអ៊ុតសិនបាទអ៊ុតសិន បាទ អ៊ុត ព្រោះ សិន ដោយសារតែគេមានយាងស៊ីមួយឯងបង បាទតែបើថាជ្រុលចឹងយក CC Golan ហ្មងនេះផ្លាប់បាទខ្ញុំធ្លាប់និយាយ ជួយណាត់បង Seto ប្រាថ្នាអ្វីបានដូច បាទព្រោះដោយសារចេះខ្ញុំធ្លាប់និយាយដែរខ្ញុំថាសម្រាប់ hero 2ដែល Felix អត់សប្បាយចិត្តនៅក្នុងការលេង បាទ ទី1អាឡុតទី2 CC បាទ តាំងពី Felix នៅស៊ូនោះបាទ Harrod goal បាទមិនខ្ញុំចាំអត់ Golan នឹងមែនតើបងព្រោះដោយសារតែពី Fighter នេះគឺថយបាក់រើស goal ហ៎បាក់រើស goal ដែល free damage អត់ free ទេ CC បាក់ spell ឡងជួយវាយហ្មងតែបាក់រើស goal ដែលវាយ Teresa ឈឺសត្វតា goal ដែលវាយទៅតាំង spell ឡងវិញទៅដែរ បាទ អូឥឡូវយក Harrod នោះ game នេះតាំងវ៉ាវ game នេះតាំង ហ្នឹង ប៉ុន្តែ mid បើ pro មែនគេបងគេមាន mid គេមីបាទតែខ្ញុំមានអារម្មណ៍ថាឥឡូវចាំមើលនៅ early បើសិនថា team fight ផុស pro មកម្ដងធ្ងន់បាទធំណាស់ ងន់ហ្មង បាទ បាទហើយ game មាន chip ទៀត បាទ យើង តែ ចង់វាយគេវាយយើង តែ game ចាំមើលboxy គាត់អាចធ្វើការ make play ដូចពេលលេងអត់អានេះមិននិយាយទៅ compare ណាបើព្រោះដោយសារ game នេះបើសិនជាលេខតុក CU លេងតោះតា CU លេងមុនដែរព្រោះដោយសារគេមានជាមួយនឹងក្រោកឡាពូផាសាដែរបាទគេមាន damage នៅ early ដែរបាទ damage ចេញពីផាសាក៏ដូចជាឡាពូបាទអញ្ចឹងបើសិនជាចូលទៅដល់ late គេមាន damage ចេញពី Harrod បាទប៉ុន្តែអីដែលសំខាន់ team fight នៅក្នុង total មួយspace sprint វ៉ាវ CC spell នេះ hero របស់ CU ចុំអត់ខ្លាចនេះណាអត់ខ្លាចក្រោកនេះ បាទ បាទអត់យក vengeance នេះណា បាទព្រោះដូចខ្ញុំនិយាយចឹងថាគាត់យក spell ឡងដើម្បីបាំង damage Golan តែអាហារហ្នឹងសើខ្លាចឡងដោយសារវាពីច្រើនវាវាយមាន legend ឈាមមកវិញហើយ ចុះអត់យក purify នេះ បាទ បើតាមមើលទៅដើម្បីតា early game មានតាផាសាហើយលាពូ អូសែន Oh my god មកការច្នៃ spell រត់លឿនទៅលើ hero CC មកនេះមានទៅជាណា បាទចឹងយើងកុំភ្លេចដែរជាមួយនឹង Infinite Note Hazard Series បាទជាមួយនឹង MBL Edition សម្រាប់ gamer គ្រប់គ្នាសាកថ្មល្បឿន90វ៉ាត់ក៏ដូចជាសាក wireless charge វិញគឺបានទៅដល់30វ៉ាត់ដូចគ្នាជាមួយនឹងអេក្រង់ AMOLED ល្បឿនលឿនទៅដល់144 Hz លេង game Mobile Legends ដោយរលូនផងដែរក៏ដូចជាដំណើរការជាមួយនឹង RAM វិញគឺទៅដល់24 GB បាទអូមានអារម្មណ៍ថា CC នេះដើរមួយ expert lane ដូចគ្នាបិទ lane បានឥឡូវដើរមួយ gold lane ណាស្ទើរតែបិទ lane គេដូចគ្នាទទួលស្គាល់ឈាមអស់ម្នាក់ពាក់កណ្ដាលប៉ុន្តែយើងមើលអេឡង់គឺគូ Zen គួយបិទ lane របស់សេង បាទ បាទ ព្រោះដោយសារតែ CC ងាយស្រួលដែរក្នុងការវាយយករបស់គាត់ពីថ្ងៃទៅ បាទឥឡូវរមើលឡើងទៅជួយហើយព្រោះដោយសារមានការបិទ lane ណោ CC រិចិនឈាមមកវិញពីអាបៃតងនឹងបានហើយលួចបៃតងបានមួយទៀត បាទ No ចំណេញធំធេងមែនតើ បាទពីកូសែនចឹងណាជាមួយនឹង chip របស់ D7 ដើរបើក map ពេញប្រៃយកតែម្ដង game នេះជា game ដែលដាក់អន្ទាក់ឲ្យសល់អេងចឡាតែក៏មិនមានការយកដូចគ្នាអរគុណវ៉ាឡាបានរងមកគ្រាប់បើកមុខកំបាញ់មាននេះដូចគ្នាផងដែរបាទ ជួយត្រុសត្រាយផ្លូវឲ្យបង អូត្រាស់ហ្នឹងបើដឹងចង់តាក់មែនហើយមែនបាទហើយ cat ក៏ត្រាស់គាត់ក៏ប្រកែកដាក់គុកគេ បាទ ត្រាស់ចុះត្រាស់ឡើងភ្លួបាទចឹងភ្លាមគឺជាមួយនឹង0ទៅនឹង0ឃៀតែប៉ុណ្ណោះប៉ុន្តែជាមួយនឹង game នេះគឺទោះឲ្យយើងចង់មើលយកមែនតើអីបងបើមើលមែនតើមេនីមេបើ pro គឺនៅតាគីមីមួយណា បាទ ទោះបីជាមានអារម្មណ៍ពាំង front line ច្រើនណាស់ team fight ប៉ុន្តែ hero ដែល main មានតាគីមីមួយដែរ បាទ បាទអញ្ចឹងយើងមើលថាបើសិនជាគីមីសាគេវាយឲ្យ fail បាន game នេះអាចនឹងអស់ damage លេងបាទអេ Milan OP អស់ឈាមដល់ទៅពាក់កណ្ដាលធ្វើគេនេះខ្លួនឯងយកដល់គ្នាបណ្ដេតព្រះឃើញ map របស់ OP ផ្ទះប៉ៅមួយនេះខ្លួនឯងបាទดูចូលយក level 4ទៅលុកជាមួយ Isu ដល់ទៅនេះគ្នា post តាំងកបោជាមួយ Flick មិនតែជាមួយ Isu នេះទេប៉ុន្តែជាមួយនឹងអត់
objective ថាតោះទី1ក៏បានទៅលើ detective បោកខាត់ជើងដល់ទៅ3មុននឹងដាច់គណៈពេលរបស់មានបបស៊ីក៏មិននៅដូចគ្នាយ៉ាងណាជួយនឹងការស៊ីដល់តទី commander 3មួយនេះតាមទៅលើបាឌូដកថយបានសម្រេចមួយទៅថយដូរជាមួយនឹងមួយរ៉ូមើ បាទបាយម៉ៃនេះជាមួយនឹង box CC សម្រាប់ចាក់ក្នុងការបុក RT ព្រោះរសារអត់មានអីថយទេបាទព្រោះអត់មានជាមួយនឹង flicker ក៏ដូចជាគេបោវាយយកតែម្ដងប៉ុន្តែឲ្យ credit ទៅលើវ៉ាឌូដូចគ្នាជាមួយនឹងការចេញដេញទៅលើ Easy បាទអត់ឲ្យចូលទៅ retrieve យូរសិនទេបាទតែ team fight មិញ5ទៅ9ទេណាដោយសារតែ CC មកឥឡូវនេះ portal បើកវាយ5ទៅ1យកតាមដងអត់មាន spare ចាយទេបាទក៏បាទទៅបាទទៅ portal វិញប្រែក និយាយតែគេមកលះហាស់គេលឿនស្កើតជាមួយនឹងការបើក portal ចូលមកឲ្យបោក team fight យកតែម្ដងក្នុងការ pick up ទៅលើ hero មួយមកដែរអញ្ចឹងកន្លែងមួយជាមួយនឹងឯ team draw boss sing នេះគ្នា sing ដូចជាមិនទាន់បានចាញ់ឯ full team អីទេបាទចាញ់តែស្បែកជើងកាត់ទីតាមតែម្ដងក៏ដូចជា Kuzen ដូចគ្នាផងដែរបាទបន្ទុក2ទល់នឹង0បាទប៉ុន្តែមានការបានជាមួយនឹង total ណាមួយមិញ D7 ការ report map ប្រកបមកចូលយក objective retreat ដើរចេញយកតាមដល់ជាមួយក្បាច់ដើរទៅមិនចាក់ទីមួយ solo kill ទៅលើអ៊ីទូបងអាចនៅក្រៅនេះក្បាច់ D7 គឺរត់មិនរួយទៅគ្នាទៅបែរជាអត់ស្បែចាណាជាមួយនឹងការបន្តវាយ team fight ពី Felix តែក៏គ្មាន damage បន្តទៀតទីក្នុងខាងលើក៏មានការបិទ lane ដូចគ្នាពី Kuzen ទៅលើ lane របស់ Sing ដូចគ្នា Sing ខាងទេលោតវាយទៅ Purify ឡើយ Sing មើលបាទវាយហានិភ័យធំពី Sing ប៉ុន្តែអត់បញ្ហាទេព្រោះដោយសារតែ early game ក៏មិនសូវមានការកាត់ cooldown អីច្រើនផងដែរសម្រាប់ hero Harrod មួយនេះបាទប៉ុន្តែទាញមក plate បានជាមួយនឹង2 kill ទល់នឹង2 kill ផងដែរពីខាង CPU Gaming គឺបើយើងនិយាយពី goal វិញគឺមិនលិចគ្នាបាទ goal នៅស្មាអត់បញ្ហាទេបាទតែមួយចាំមើលគូពីគូទាំងពីរក្រុមនេះគឺ Romer គាត់រៀង short call រៀងលឿនដូចគ្នាបាទចឹងការ make play ទាំងពីរសុទ្ធតែអាចចេញពី Romer បានច្រើននៅក្នុង game ទី1នេះបាទចឹង game នេះជាមួយនឹង Izu ដាច់ម្ដងបាទហើយបានមកឃ្លាដែរតែដាច់ម្ដង Detective អត់តដាច់ទេបាទតែមិញមើលតោះអាឡៃតាបើ Q ណាគេអ្នកបានDetective បានធម្មតាទេបានធម្មតាមើលតោះរបស់ team fight បាទចាំប្រៀបជាមួយនឹង Total ក៏មានការ spoil មកវិញនេះគ្នាប៉ុន្តែចាក់ color ទាំងសងខាងកំពុងតែសង្វាក់ក្នុងការ farm ខ្លាំងមែនទែនដើម្បីយក level លើទៅងាយស្រួលក្នុងការ retrieve យូសិនឬក៏បោកជាមួយនឹង team fight នីមួយៗចឹងទៅបាទមានអារម្មណ៍ថាត្រាំមួយនេះទទួលស្គាល់ត្រាស់របស់ Pro គាត់មាន double fighter អញ្ចឹងគាត់មិនខ្លាំងនៅក្នុងការវាយ objective មានអារម្មណ៍ថា game ក៏សយទៅខាង CPU ដែរគឺ Total មួយនេះនៅតែជា Total expert លេតព្រោះគេចង់បាន Total goal lah ព្រោះ CC វាបាក់ rotate មកបាទ Pro control ហ្នឹងបាទ expanding river វាសួរ rotate មកជាងហ្នឹងបាទតែឥឡូវនេះមើលតថនេះ4ស្មើអូ3ទៅ9ទេលើអានដានតាក់វាយទៅលើសិង2ទៅ1តែសិងចាច់ map ឃើញយីសិនសិនរបស់ Izu គេហៅ map ហើយ fast តបានយិនសិននៅខាងលើនេះគ្នាប៉ណេតព្រះឆែកមួយមើលណាគេពួនណាខ្លះអូ2 20ហើយហេក្បាយខ្ញុំនឹងហ្នឹងឯទេបាទឥឡូវនេះទូកឯឡងនេះឯឡងចាប់អូ2ចូលទៅចលោទូកឆ្វេងស្ដាមឃើញជាមួយនឹង Izu អូទូកអានអស់ពេលទៀតដាក់ជាមួយនឹង portal យកជាមួយនឹង CC មកវាយជាមួយនឹង team fight តែចុះតនៅទៅសួរញ៉ាំវ៉ាឌូកំពុងតែស្វែងរក Izu ចំណុចសំខាន់របស់ team នៅតែជាណាបុកខាត់ជើងដល់ពីបន្តយកពីវត្តមានរបស់ពីតែមានការលំអពីនៅក្នុងគវីកវត្តហក់ដាំយកទៅ Izu Total សួរញ៉ាំវាយគ្នាគណៈពេលដល់ Total នៅសួរញ៉ាំយកតាមម្ដងទី5ទៅ9វាយសៀកយកតាន់បែកតែនៅពេលដែលយកបាន Total ដូចជាមួយនឹង form លើដែលចេញមកពី Sing ដូចគ្នាបាទអញ្ចឹង game នេះក្នុងការ trade យក objective មួយ trade យកជាមួយនឹង trade ផងដែរពីវត្តមានរបស់ CPU Gaming បាទមិញនេះ4ទល់នឹង5វាយបាទ4 5ឥឡូវប្រឡែង Sing អស់មកប៉មលើបាទអញ្ចឹងបើយើងគិតទៅស៊ីសងកាត់កងគ្នាដូចស្មើគ្នាទេបាញ់ទេបាទអូ Starlim Sai បាទ first item បាទ CC សម្រាប់ Golden របស់ Kuzen ក៏ធ្វើការចេញជាមួយនឹង Vox ដែរបាទ item ទី2ហើយនឹង item ទី5អូបលែមក first item ពី Box CC វ៉ាវបាទអត់ខ្វល់ពីគីមីទេបាទចឹងយើងក៏មកផ្លេចដូចគ្នានេះអ្នកនរគ្នាជាមួយនឹង Cell ខាងដែលបាននាំមកនៅជាមួយនឹងកញ្ចប់ MMB ដែលអ្នកគ្នាលេងមកបានចឹងស្បែកបែកតាមចិត្តទទួលបានជាមួយនឹងពេជ្រនៅក្នុងកញ្ចប់តែមួយកញ្ចប់ប្រចាំខែទទួលបាន235ពេជ្រនៅចំណាយត្រឹមតែ$6តែប៉ុណ្ណោះអ្នកទាំងអស់គ្នាភ្ជាប់បានតាមរយៈ Cell Card App ឬចុចផ្កាយ1686ផ្កាយលេខ2ត្រឹងជ្រៅបាទខតថបានទៀតបខំឲ្យមានជាមួយនឹង Team Fight មកដៃបាំងចូលចាំងទៅ3អ្នកបន្តសុំត្រប់បាយយកទៅលើវត្តមានរបស់បងស៊ីបង្កើតជើងមួយបន្តពី OP គឺតែចឹងទៅទីណាចង់ខំនេះគាត់តែ single មកស៊ីបាយជាមួយនឹង Kim នេះគ្នាខ្ញុំជាប់ OP តែនៅខាងក្នុងជាមួយនឹងការស៊ូជាមួយនឹង Team Fight ពី Felix ស៊ូមិនរួចទេមកតាម portal ទៅវិញដើរតែម្ដងបាទប៉ុន្តែដូចជាមិនចំណេញច្រើនទេបាទនេះមកចាយអត់តែដល់តែ5 hero ក្នុងការបោកវាយទៅលើវត្តមានរបស់ CPU Gaming បាទមកតែបុក CC មួយតែអ្នកដែលចំណេញ CPU ព្រោះដោយសារដាច់ពេលដែលដាច់គឺដាច់ទៅលើ ROM របស់ CPU ដល់ពេលដាច់ខាង Pro វិញដាច់ Golden បាទ
តែគាត់ថា Golan ឥឡូវគឺមិនសូវសំខាន់អីប្រហែលណាបងព្រោះដោយសារតែគេយកជាមួយនឹង Fighter មកដើម្បីដេញជាមួយនឹង Hero Damage របស់ខាងគូបដិបត្តិរបស់គាត់អីដូចគ្នាបាទប៉ុន្តែវានៅតែមានភាគរយច្រើនព្រោះដោយសារឥឡូវបើយើងនិយាយជាមួយនឹង team Pro Esport គាត់មិន Hero Damage របស់គាត់គឺអត់សូវមានច្រើន បាទយើងក៏បានឃើញដែរជាមួយនឹងខៀលគឺ3ទល់នឹង3ទេបាទនិយាយទៅគូនេះលេងប្រយ័ត្នរៀងខ្លួនបាទអត់សូវហ៊ានវាយបដូរទេបាទបើដោយសារខ្លាចខុសមកទីមវាយអាចឆេងហ្គេម Wow Pro Esport ហាក់ដូចជាដឹង slow គេលេងបាទគាត់មានបន្តដែរមកវិញជាមួយនឹងការបោកវាយយកទៅម្ដងទៅលើព័ត៌មានរបស់2បន្ត1 2 3 4បន្តទៅលើផតថយនៅតែខាងក្នុងតែជាបានជាមួយនឹង Objective Felix 11 12ជាមួយនឹង Sing គេទៅលុតទៀតជាមួយនឹង D7 Sing ជួយចាក់នេះជាមួយនឹងតែជាលើសំដៅថយវិញសិននេះកំតិចផតថយក៏បាត់ចោលពី Sing ផងដែរបាទនោះ យ៉ាមានអារម្មណ៍ថារៀងបលេងស៊ីងបាទស៊ីងមានហើយពីអាថឹមមិញពីអាថឹមហើយឥឡូវបានគៀលទៀត3អាថឹមឥឡូវបាទ តែបើមិញបើយើងមើលទៅជាមួយនឹង RT របស់ Cruiser ណាជាប់ពីរ៉ូទៅជាប់ទៅលើ Detective ហើយនឹង Vadu អត់ទៅណាទេនៅហ្នឹងបាទនឹងច្រាមហ្នឹងបាទ Detective បុក RT ទៅណាបុកជើងវាយដាក់ត្រីពេញយកជាមួយនេះទៅលឿនយកទៅមែនតែជាមួយនឹង Shot Comedy ដោរមកជាមួយនឹង Jungler ចំណេញសម្រាប់ CFU Gaming បាទចំណេញ បក and ប៉ោបាទតាក់អ្នកក្រោយវិញម្ដងនេះគឺម្នាក់ OP ធ្វើឲ្យគេណោជាប់មួយបាទហើយអត់មានជាមួយនឹងចាបហោះទេបើមិញ Flicker ក៏អត់មាននេះគ្នាប៉ុន្តែយើងមើលជាមួយនឹង Threat ទី1នៅខាងផ្លូវ Mid Lane ក៏ដូចជាខាងផ្លូវ Top Lane បតំ Lane X ដាច់ទីយកតែម្ដងពីខាង Pro Esport បាទក៏ដូចជា Go វិញ lead ទៅដល់ខាង CFU Gaming ដល់តែ 1K ជាងគឺមកល្មមបាទតែបើយើងឥឡូវយើងមើលទៅ Hero បើសិនជាចូលទៅដល់ late game ហ្មងណាបាទព្រោះថាអូមុននឹងចូលទៅនិយាយយើងក៏មិនភ្លេចដែរជាមួយនឹងមិញ Legend Cinema បាទគឺជាកន្លែងដែលចង់អ្នកទាំងអស់គ្នាចង់នាំស្នេហាបាទមិត្តភ័ក្តិបងប្អូនមកទស្សនាជាមួយនឹងមើលរឿងកុនដែលល្អហើយមានផាសុកភាពក៏អីធំទូលាយបាទហើយកុំភ្លេចជាមួយនឹងរោងកុន Legend Cinema ហើយសម្រាប់អ្នកដែលចង់មើលការប្រកួត MPL ក៏មានការ discount 10% គ្រប់ប្រភេទសម្បត្តិទាំងអស់អញ្ចឹងបកចូលទៅនៅក្នុង game វិញបន្តិចបាទសិនថាយើងមើលទៅដោយសារគេមានជាមួយនឹង chip អញ្ចឹងសម្រាប់ខាង Pro Esport គេនៅតែបានមានអ្នកអូសឡែនមួយចឹងរាល់ពេលដែល team fight គេតែងតែមកជាមួយនឹង ultimate របស់ chip របស់ D7 បាទចឹងយើងទៅមើលអាចនឹងមានរូបភាពនឹងកើតឡើងសម្រាប់ Pro Esport អត់បាទចឹងចុះ late game ឯងមានការ speed post អត់នេះបើ game មាន chip ដាក់បាទបងកាត់ថាគួរតែមានព្រោះដោយសារអីដែលគាត់តែគាត់មានជាមួយនឹង Jinsin បើកជាមួយនឹង ultimate ហើយអាហ្នឹងគឺតែមួយទី2គឺមានជាមួយនឹង chip បាទចឹងយក Jinsin ទៅ speed post ដូចមាញ់ហ្មងទៅបាទបានបុកទៀតបានអីគ្រាន់តែ team fight ដាក់ portal មកដល់វិញដដែលបាទនិយាយទៅគាត់លុះត្រាតែឲ្យ D7 កំណត់គាត់សម្គាល់ជាមួយនឹង target មួយ target ដើម្បីបាក់ portal ឲ្យ Jinsin rotate មកតែថយមួយដែរបើសិនជា Jinsin មកគឺបុកយកអាហ្នឹងដាច់ចាំងឥឡូវអត់មានអីព្រៀងទេបាទដាក់មិនស្រួលក៏រកម៉ាំងបាទមួយឡតចិត្តអាចខ្លួនឯងខាងទេលោកចាប់បុកវាយរំងក៏ពីការបន្តមកតែជាបុកអាប់ជើង3រ៉ូនេះគឺម៉ែតែស្មារតីរបស់ Pro របស់ព្យាមដល់ទៅសាព្យាម defense ជួយជាមួយនឹង team fight ពេលលេចចង់ទៅទីណាបើកចាប់ដេញតាមវាយទៅលើ Felix ចាប់ជើងវាយដល់ទៅជិនវាយដៃយកទៅមិនដល់ជាមួយនឹង Felix ទៅ Dimension Cross នេះនៅតែបន្តជាមួយនឹង Felix បាត់គេសេងចាក់ច្រាច់ផាត់ប្រែនទៅបាត់ដូចគ្នាសាមបាយមិញនេះមាន Flicker តែ team fight មិញ5 4ទេណាបាទដាក់Alti ផាត់ chip មកមែនប៉ុន្តែគូហ្សែននៅក្រោមទេបាទមកអត់ទាន់ឬមួយក៏អត់ចង់មកបាទមិញមើលអត់ទាន់មកអត់ចង់មកឬមួយក៏មកអត់ទាន់បាទបរិស័ទ team fight មិញ4 5បាទអស់ជាមួយនឹង Seal Threat ទាំងមានក៏ដូចជា Top Lane ផងដែរបាទចុះឥឡូវដោពីក្បាច់ត្រីកោណត្រីឆ្ពិនហ្នឹងចេញពីត្រីកេះហើយត្រីអីក៏បានដែរក៏មកត្រីនោះបាទឡតទៅផ្លូវតំឡែនហើយបងបាទដោយសារតែវាឆ្ពិនពីណែតែក្បាច់ឲ្យត្រីឆ្ពិនបន្តយកចូលចាត់ផ្លុំឆែកអូបាទខាងទៅជួយផ្លុំនេះគាត់ឆែកដល់ណាស់បាទភ្លាមជាមួយនឹងការជួជាមួយនឹងស្គីទី1វាយយកទៅបាដូនេះគឺមកប៉ុន្តែឈីបនៅពីកាក្រោយ Hello ដែរប៉ប៉ើទៅណែតែដែរប៉ើទៅអើយបើស៊ីឃើញហើយដែរប៉ើទៅណែអើយអូយឃើញឌីស្វែនឃើញឌីស្វែនអត់ឃើញឌីស្វែនឃើញហើយចាប់បានស្រីចាំងទៅទីណាអូវាយខ្ញុំចាំងតាមដល់ផតនេះបើក៏បើគ្នាថាបាច់តើគេអីបើវាយយកវាយជួយគ្នាក៏បានដល់នេះខ្ញុំបានជាមួយនឹងស្គីបតយកដល់ជា OP តែជាមួយនឹងការក្នុងនេះឌីមីទៅនឹងឌីមីដៃទៅដៃជួយយកបន្តពីទៅនឹងគូសែជាប់ឆែ OP តែតាមសម្រាប់ជាមួយនឹងគូសែបន្តទៀតនេះក៏បានតែយកមួយគ្នានេះបាទក៏មិនបានជាស្គីចូលក្នុងស្មើប៉ុន្តែបើស៊ីគេពេលខាងលើចាំងកលើប៉ះចាំងកលើ
ជាមួយនឹង midland for midland goland ប៉ះ goland នេះគឺមិនដែរប៉ះដាក់ជាមួយនឹង sodium feeling នៅពេលខាងក្រោមនេះគូសែនឲ្យមេដៃមួយលេងមួយមើលមួយភ័យ admin មួយបាទជាមួយ skill ជាមួយលោកជន់យក movement speed ឲ្យមេដៃមួយទៀតប៉ុន្តែជាមួយនឹងព្រាមបាំងមក skill ចង្រៃដាច់ក្រោមដៃបាទទូបាទហើយបាទសតពីណាចង្រៃនេះគ្នាជាមួយតុបជាប់ក៏មិនជាប់ក្នុងពេលគ្មានមីនីនោះទេ បាទឌីសាឡានក៏ស្ពតមកវិញនេះគ្នាតែមិនខ្ញុំគិតថាគាត់អត់គួរសម្រាប់ចិត្តក្នុងការបើកផតថត តែជាប់ដល់ពីនេះពីនឹងដាក់ទៅពីណាទៅជាប់ឆេះអត់បញ្ហា ព្រោះសាររៀងស្ទើរតែមិនខ្លាំងមែនតើអូ បាទដោយសារតែមិញនៅក្នុងធីមមានឯងនិយាយអត់ច្បាស់បាទអីយ៉ាអូយចូលទៅវាយដាក់ជាមួយក្បាច់ដាក់ថៃជប៉ុនបងវាយយកទៅឌីសវ៉ានសមស្គីចក្រោយមានអ្នកបន្តបន្ថែមទេអត់ទេជាមួយការងើបមកពីជីវិតពីវាយហ្វមមីដដាច់បាយផ្លូវជាស្ថាប័នចាំយកឡតបន្តទៀត បាទបីផ្លូវបានអាសាបងបាត់ហើយពីខាង Pro Esport ឥឡូវសល់តែ best មួយតែប៉ុណ្ណោះក៏ដូចជា lot និង spot មកក្នុងរយៈពេល19វិនាទីទៀតក៏ដូចជាយើងក៏លេងមកមើលជាមួយនឹងឯធីមរបស់ពួកគាត់ដូចគ្នាអូ Holy Crystal ចេញពីបាទស៊ីងដោយសារកន្លែងដាក់ប៉ុតធំមិននឹងចេះខាងខ្មែរយើងថាគុំដាក់ខាងហ្វីលីពីនពីរអ្នកនិយាយខ្មែរបាទគាត់ថាខំបាទអញ្ចឹងគ្រាដាក់ប៉ុតធំវាយបដ បាទអេបងក្រោយជើងក៏វាមួយផ្ទុះជាមួយនឹង passive ទៅឬក៏មិនទៅអត់ទៅទេតែ skill នេះវិញមកប៉ណេតព្រះក៏បានបើកដូចគ្នាបាទ shape របស់ D7 បើក team fight កើតទៀតអត់បើអស់ប៉ណេតព្រះពី Isu បាត់ហើយបាទយ៉ាងគេដឹងដល់ D7 យ៉ាងគេដឹងបាទអេ fun fact មួយchip អាមកអុកហ្នឹង C4% មិន AP អាចលួចឡតបានណាបាទមួយក៏ sell អុក skill ទី1ដើម្បីលួចឡត 4% មិន AP ឬ 3 ឲ្យស្បៃយ៉ាងណាមានការដេញវាយជាមួយ D7 ដល់ចូលលួចទៅឡតនៅទៅបានទៅលើ detective D7 មិនខ្ចីអីបើកដាក់ photo តែក៏មិនមានអ្នកមកទេគ្នាបាទបើកលេងណាលោលេងណានេះវាយអ្នកក្រោយក៏លើអ្នកក្រោយមកអត់មកទេ D7 បានត្រឹមតែ emoji ចុងក្រោយក៏គេវាយដាច់នៅមកពំទី3អេលេងរត់តែម្ដងបួកបាទអត់ចំណាយពេលយូរទេដើម្បីឲ្យ spot មកវិញតាន់យ៉ាតែខ្ញុំគិតថារយៈពេល30វិនេះអាចនឹងមិនតាន់ទេណាបងគេបោកមីនតែបើសិនជាអាចទប់បានមីតមួយផ្លូវហ្នឹងឲ្យមានមីនៀនទេអរេ recall អ៊ីស៊ូតើអត់ recall មកមិញហានិភ័យមក recall ចឹងជា recall នេះខ្មែរលោតមកបបហៅជើងទៅជាមួយនឹង box ស៊ីខាងទេវាយទៅ Philip តាមវិញនេះខ្មែរគួយ Philip ឈាម defend ជាមួយនឹងតែខ្លាំងតែប៉ុន្តែមក play ថយតនពេលរិចិនឈាមមកវិញនេះខ្មែរអ៊ីស៊ូនៅតថ្លៃនេះខ្មែរខាងក្នុងគូសែនក៏មានកន្លងនេះបណ្ដាជាមួយនឹងការដាច់ជាមួយនឹង Sing ដាច់ជាមួយនឹង box ស៊ីដាច់ជាមួយនឹង OP តែទៅតាមសងទៅលើគូសែននេះខ្មែរ Sing អត់ដល់ទេខាងក្នុងជាមួយនឹងការកាប់បាញ់តុបទៀតបន្តទៀតនេះខ្មែរអ៊ីស៊ូថយបន្តទៀតមកទូកមកដៃប៉ាក់អត់ដាច់នោះទេជាមួយនឹងការយកបានជាមួយនឹងវ៉ាឌូនេះគឺមិនបើផតនេះដល់ទៅលើតែបន្តទៀតនេះគឺមិនអាយ៉ាមានដង្ហើមលេងវិញបាទមួយឈុតនេះអែមដែរពីខាង Pro Esport ដែលវាយបកមកវិញទៅដល់4 hero បុក CC មកវិញដាច់លឿនហ៎បងបាទបិទភ្នែកបើកភ្នែកគាត់បុកភ្លាមពុបបាត់ស្មៅខ្លួនឯងភឹងបាទអត់ទេនេះផងវាយផងប៉មវាយផងបាទហើយណាមួយបើមិនយើងមើលជាមួយនឹង position របស់ទូសែនគាត់ទៅឡុកជាមួយនឹង OP បាទដើម្បីចាញ់ពី OP អត់មានទេបើមិននេះ OP ព្យាយាមអូយកុំដេញខ្ញុំអីបាទមើល replay នេះគាត់តែប៉មវាយចង់បាទរៀនកាមេរ៉ាវាយគ្នានោះបាទតែឯងមើល replay ទៅមើលរៀនកាមេរ៉ាវិញមកដាក់ជាមួយ box ស៊ីបាត់ហើយតែដោជាមួយនឹង Roma វិញនេះខ្មែរ speed យ៉ាងណាដាក់ជាមួយនឹង Disman វិញនេះខ្មែរ Sing ទៅ Sing មក detective Sing ក្បាច់អត់ទៅជីវិតមួយដកថយដែរទេដកថយដូចគ្នាយ៉ាគូសែនឈឺបងចាំបានឈឺបាទចឹងហ្គេមនេះរៀងធ្ងន់ដែរប៉ុន្តែបាត់បង់ជាមួយនឹង2 hero ជាមួយនឹង Experience Land ហើយនឹង Romer ផងដែរពីសមាជិករបស់ខាង Pro Esport បន្តមួយបន្តពេលបន្តវាយឆែម្ដងនេះព្រមលែលោដៃជាមួយនឹងការដាច់ទៅលើគូសែនបាត់ហើយហើយមានការក្លាវាយទៀតក្បាច់ដល់ទៅជាមួយនឹង Sing មួយទី2ដែរគូសែនអ្នកសាជាមួយនឹងទូស្តានចូលក្រុមតបស្តានចូលវាយទៅលើ Sing ចូលជាមួយ